ថ្ងៃនេះដែរគឺខ្ញុំបានមកជិះស្គីនៅកន្លែងជិះស្គីមួយកន្លែងដែលមានឈ្មោះថា Biwako Valley ដែលស្ថិតនៅក្នុងខេត្ត Shigaken នៅក្នុងប្រទេសជប៉ុនចំពោះបទពិសោធន៍ជិះស្គីរបស់ខ្ញុំគឺជាលើកទី1ហើយការដែលខ្ញុំមកជិះស្គីនេះគឺខ្ញុំចង់បានបទពិសោធន៍ថ្មីសម្រាប់បទពិសោធន៍របស់ខ្ញុំនេះគឺខ្ញុំជួបឧបសគ្គច្រើនខ្លាំងមែនទែននិយាយទៅទម្រាំតែជិះទៅមុខហ្នឹងគឺជួបឧបសគ្គនោះគឺដួលញឹកខ្លាំងមែនទែនទម្រាំតែយើងចេះទប់លំនឹងទប់អីអញ្ចឹងគឺពិបាកដែរបងប្អូននៅក្នុងវីដេអូនេះគឺខ្ញុំចង់ចែកម្លែកបទពិសោធន៍ក្នុងការធ្វើដំណើរដើម្បីទៅកន្លែង Biwako Valley ហ្នឹងចឹងកុំឲ្យខាតពេលយូរមកតាមដានវីដេអូពេញទាំងអស់គ្នាថាខ្ញុំត្រូវជួបឧបសគ្គអីខ្លះក្នុងការធ្វើដំណើរ世界の皆さんおはようございますそしてធ្វើដំណើរទៅលេងនៅភ្នំតកកដើម្បីទៅជិះស្គីហើយអាកាសធាតុនៅក្នុងខេត្តដែលខ្ញុំនៅនេះគឺវាត្រជាក់គួរសមហើយនៅកន្លែងដែលជិះស្គីគឺវាមានព្រិលហើយបើសិនជាបងប្អូនចង់ទៅជិះស្គីនៅក្នុងប្រទេសជប៉ុននៅកន្លែងណាមួយចឹងគឺបងប្អូនត្រូវតែព្យាយាមមើលអាកាសធាតុទុកមុនហើយនិយាយទៅអាកាសធាតុនៅក្នុងប្រទេសជប៉ុនគឺប្រែប្រួលខ្លាំងមែនទែនបើសិនជាយើងទៅបែបទាំងកម្រោលចឹងគឺយើងអត់បានលេងស្គីទៅស្បាយទេទីចូលហើយខ្ញុំត្រូវធ្វើដំណើរទៅស៊ីកាទាំងហើយក្នុងការធ្វើដំណើរនេះផងដែរគឺយើងធ្វើដំណើរចំណាយពេលរហូតទៅដល់ប្រហែលជា1ម៉ោងកន្លះដោយសារតែយើងត្រូវដូរជើងហើយត្រូវនៅចាំគ្នាផងអីផងទៅក៏វាត្រូវចំណាយពេលយូរហើយក្នុងការដូរជើងហ្នឹងគឺយើងត្រូវដូរជើងនៅទីក្រុងក្យូតូនិយាយទៅនៅក្នុងប្រទេសជប៉ុនគឺយើងអត់អាចថតគេដោយពេញមុខបានទេពេលថាយើងថតពីក្រោយអញ្ចឹងគឺអត់អីឥឡូវខ្ញុំធ្វើដំណើរដល់ក្យូតូហើយគឺត្រូវដូរជើងដើម្បីទៅកន្លែងយើងជិះស្គីហ្នឹងហើយបើនិយាយអំពីស្ថានីយ៍ក្យូតូវិញគឺមនុស្សមមាញឹកខ្លាំងមែនទែនដោយសារតែចំណតនេះគឺជាចំណតមួយដែលធំបន្ទាប់ពីអូស្ការអញ្ចឹងនៅក្នុងតំបន់ដែលចិត្តឥឡូវមកជុំនេះជីរំភើបហើយបានជីរំភើបតែនៅរំភើបយើងអាចថតបានមកដល់ជើងភ្នំដែលកន្លែងដែលយើងជិះស្គីហើយនៅខាងក្រោយយើងហ្នឹងគឺសុទ្ធសឹងតែជាតកកតែដោយសារឥឡូវនេះគឺមេឃវាអត់សូវត្រជាក់ប៉ុន្មានទេវាបើកថ្ងៃហើយបើសិនជាមេឃធ្លាក់ព្រិលវិញគឺមេឃជាងងឹតហើយតែអាកាសធាតុប៉ុណ្ណឹងគឺយើងទៅគឺថតស្អាតហើយយើងត្រូវធ្វើដំណើរជិះឡានទៅម្ដងទៀតបានជាទៅដល់ហ្នឹងចូលមើលហើយនៅខាងក្រោយយើងហ្នឹងស្ទើរតែជិះស្គីទៅជិះស្គីទាំងអស់គ្នាហើយចំពោះឡានដែលយើងត្រូវជិះហ្នឹងគឺវាអត់តមកដល់ទេមុនហ្នឹងគឺមានកន្លែងជួលស្គីដែរតែចូលតែសាច់យើងជិះឡើងក្នុងវាបាច់បាទ多分そうしています。まだございません。ご注意ください。ឥឡូវគឺយើងបានមកដល់ហើយកន្លែងយើងត្រូវជិះរកឡើងទៅហើយយើងត្រូវចូលទិញស្បត់ទិញអីទៀតជាឲ្យបងប្អូនវាចាប់ដើមធ្លាក់ព្រិលហើយនៅខាងក្រោយខ្ញុំហ្នឹងគឺជាបឹងទឹកសាបដែលធំជាងគេនៅក្នុងប្រទេសជប៉ុនហើយបឹងហ្នឹងគឺជាបឹង Biwako គេមានប្រភេទស្គីគេមកតែម្ដងតែខ្ញុំអត់ទេខ្ញុំចាំជួលនៅកន្លែងនេះតែម្ដងឥឡូវខ្ញុំត្រូវចូលជួលស្គីចូលស្គីតាមជួលមកគេនេះវានិយាយខូចខ្ញុំទេបត់កែងហើយជួលផ្សារស្គីបានហើយទៅដល់ការវាខុសផលហ៎ហើយបើនិយាយអំពីកន្លែងទុកអីវ៉ាន់នៅក្នុងប្រទេសជប៉ុនវិញនៅកន្លែងណាក៏មានកន្លែងទុកអីវ៉ាន់ដែរឲ្យតែមានស្ថានីយ៍រថភ្លើងឬក៏កន្លែងលេងអីធំអញ្ចឹងនិយាយទៅឲ្យតែមានលុយហើយទូដែលគេដាក់ហ្នឹងគឺគេដាក់គិតថ្ងៃអញ្ចឹងមួយថ្ងៃដូចជា1000មាន500អញ្ចឹងតាមប្រភេទទូទំហំទូអញ្ចឹងបើសិនជាទូធំទៅវាអាចនឹង1000 1200អញ្ចឹងទៅតែជាធម្មតាទៅគឺវាអត់ដល់1000ទេវាអាច700អីហ្នឹងហើយអូយឥឡូវយើងត្រូវទៅទិញសបុតដើម្បីជិះរកឡើងទៀតគឺធៀមខ្លួនហើយធៀមខ្លួនវាជាស្រេចចាក់ចេញម៉ែឥឡូវ
ចាំជីក ហើយកំឡុងពេលដែលចាំជីរកហ្នឹងគឺផ្ទះតែងខ្លាំងមែនទែនដោយសារតែជាលើកដំបូងហងហើយក៏ចង់សាកបទពិសោធន៍ថ្មីហ្នឹងនិយាយទៅដល់ពេលដែលបានចូលជីរកព្រមគឺមានអារម្មណ៍ថាឡើងមកដល់ឋានសួគ៌អញ្ចឹងគឺយើងឡើងខ្ពស់ខ្លាំងមែនទែននៅការជីរកហ្នឹងគឺយើងឃើញបឹងប៊ីវ៉ាកុជាបឹងទឹកសាបមួយដែលធំជាងគេនៅក្នុងប្រទេសជប៉ុនហើយនិយាយទៅគឺមកដល់នៅចិត្តពាក់កណ្ដាលភ្នំហ្នឹងគឺយើងឃើញទេសភាពស្អាតទៅហ្នឹងគឺយើងត្រេកអរខ្លាំងហើយ ជាអើយគេកំឡុងធាក់ប្រើដល់ដែរដោយថាបងនិយាយតែយើងប្រើតែឥឡូវខ្ញុំជិះឡើងទៅជិះម្ដងវ៉ាវយ៉ាវ៉ាវពាក់វ៉ែនតាអត់កើតទេ Đây việc chọn sẵn chọn thì cho wow kìa wow đấy bị quay không chuyện ta lại mấy cái gì kia rồi wow chết rồi chào con ở đây sòn đấy mà em con lên sòn đấy vậy tới đây cứ cọ đi cái chi thọ á thìយើងជិះឆ្លាស់គេ ហើយនិយាយទៅកំឡុងពេលដែរគឺខ្ញុំអត់បានយកសមដៃមកបើសិនជាបងប្អូនមកលេងហើយកុំភ្លេចយកសមដៃមកផ្ទាល់ខ្លួនផងដោយសារតែវាសេវលុយយើងខ្លាំងមែនទែនហើយនៅសមដៃដែលខ្ញុំទិញនៅខាងលើហ្នឹងគឺវាថ្លៃខ្លាំងមែនទែន 6000 yen ទៅ 12000 yen យើងវិញទីស្គីឲ្យមកទៅក្រោយបាយអើវិញអើយ mình tay nó cái tay gọi ô trời mai đấy chi ski chụp nó tay là khỏi luôn trời ហើយក្នុងការចំណាយរបស់ខ្ញុំនេះផងដែរគឺចំណាយទៅលើក្តារ ski និងបីជើង ski និងសមដៃដោយសារសមដៃខ្ញុំមិនបានយកមកទេគឺខ្ញុំទិញខ្លួនឯងហើយ ខោអាវអីខោអីគឺខ្ញុំមានខ្លួនឯងអញ្ចឹងទៅវាសេវលុយច្រើនដែរហើយចំពោះក្តារ ski ដែលខ្ញុំជិះហ្នឹងគឺខ្ញុំត្រូវជួលអស់ខ្ទង់ប្រហែលជា 9000 yen ដោយសារតែខោអាវខ្ញុំគឺខ្ញុំមានស្រាប់អញ្ចឹងទៅខ្ញុំត្រូវទៅចំណាយទៅលើក្តារ ski និងស្បែកជើងនិងសមដៃហើយចំពោះសមដៃហ្នឹងគឺយើងអត់គិត ជាមួយនឹងការជួលទេហើយនៅពេលដែលយើងមកហ្នឹងគឺយើងត្រូវតែជួលក្នុងការជិះរកទៀតអញ្ចឹងទៅតម្លៃអីវារៀងគួរសមដែរហើយតម្រាំតែបានជិះទៅមុខនេះផងដែរគឺអុកគូតច្រើនខ្លាំងមែនទែនអ្នកខ្លះអីគឺគាត់អត់ដែរលេងកីឡាអញ្ចឹងគឺគាត់មកជិះស្គីអញ្ចឹងគឺឈឺខ្លួនមួយអាទិត្យអីទៅពីរអាទិត្យអីបាន ហើយនិយាយទៅគឺខ្ញុំដោយសារតែខ្ញុំធ្លាប់អង្គុយលើអានោះដោយសារពូគាត់ជួសែអញ្ចឹងទៅជាអង្គុយតាមគាត់ទៅក៏មានអារម្មណ៍ថាយើងសម័យទៅយើងជិះស្គីទៅស្តៀងនឹងដែរ ក៏វាទៅមុខដែរតែកំឡុងពេលទៅមុខហ្នឹងបងប្អូនឲ្យដួលអុកពូតរហូតហើយបើបងប្អូនខ្ញុំវិញគឺមិនបាច់និយាយទេអានោះដាក់មកអុកពូតតែម្ដងនិយាយទៅគឺជីវាអត់ចេះជីទេខ្ញុំគឺដំបងដូចគ្នាតែគាត់ថាខ្ញុំបានមើល YouTube អីអញ្ចឹងណាអញ្ចឹងទៅរៀងជីគាត់វិញតិចឯវាមកដល់វាងើបពីដេកមកវាឡើងជីហ្មងហើយខ្ញុំងើបពីដេកមកខ្ញុំមើល YouTube មើលអីទៅក៏វាបានជីទៅរៀងគ្រាន់ជាងវាទៅ ហើយទៅបុកគ្នាវាបាស់ជើងចងាងតែម្ដងអត់មកក៏ដល់ហើយនិយាយទៅបើសិនជាអ្នកខ្លះអីគាត់ជិះស្គីអញ្ចឹងគាត់អត់មានការទប់លំនឹងអីស្រួលបួលហ្នឹងគឺវាអាចបង្កជាមានគ្រោះថ្នាក់ដែរនិយាយទៅគឺខ្ញុំប្រយ័ត្នខ្លាំងមែនទែនគឺនៅពេលដែលយើងដួលអញ្ចឹងកុំយកដៃទៅឆ្មាត់អីវាខ្លាំងពេកបើសិនជាយើងឆ្មាត់ដៃទៅយើងធ្វើការផងវាអាចនឹងខិចដៃឆ្លោះដៃអីអញ្ចឹងទៅបើសិនជាបងប្អូនមកលេងព្យាយាមប្រយ័ត្ន
កុំឲ្យមានបញ្ហាបើមិនមានបញ្ហាគឺពិបាកណាស់មែនទែនដោយសារយើងមកធ្វើការនៅក្នុងប្រទេសជប៉ុនអញ្ចឹងគឺយើងត្រូវធ្វើការឲ្យគេបើមិនយើងមានបញ្ហាគឺគេបញ្ឈប់យើងហើយគឺយើងអាចមានលក្ខណៈនិយាយប្រាប់គេបានទេហើយនិយាយទៅគឺការជិះស្គីនេះគឺជាលើកទី1ហើយក៏ជាអនុស្សាវរីយ៍មួយនៅក្នុងប្រទេសជប៉ុនរបស់ខ្ញុំដែរសម្រាប់ការដួលអុកពូតនេះគឺជាអនុស្សាវរីយ៍ដែលខ្ញុំចង់អីទេ Parah. Tôi khỏi với. Chọn gọt nơi đây. Là Phan mày tê. ហើយនោះឃើញគេអូសហ្នឹងគឺសិតតអ្នកមានបញ្ហាហើយ Chọn. ហើយនៅឆ្នាំក្រោយបើសិនជាបងប្អូនអាចចង់មកលេងនៅពីវកវ៉ាឡេអីគឺខ្ញុំមានកម្រោងមកទៀតនៅឆ្នាំក្រោយហើយនិយាយទៅគឺរបៀបចូលអីគឺវាស្មុគស្មាញដែរអញ្ចឹងបើសិនជាមានគ្នាអីគឺអាចតាក់ទងមកបានដោយសារតែខ្ញុំចង់ទៅលេងជាមួយដែរអញ្ចឹងហើយនិយាយទៅគឺខ្ញុំនេះគឺអត់ចេះខ្វះពីការលេងទេស្អីក៏លេងបានដែរដោយសារ Lên. និយាយទៅអស់ពីកន្លែងមួយទៅកន្លែងមួយទៅនាំគ្នាអីណាទៅឡើងលើភ្នំហើយទៅអង្គុយលើស្គីហើយអាក្តារស្គីនេះផងដែរគឺនៅពេលដែលយើងជិះគឺយើងត្រូវទៅចងជាប់ជើងបើសិនជារបូតចេញពីជើងហើយគឺត្រូវគេហើយនិយាយទៅក្តារស្គីនេះដែរប្រទេសខាងក្រោមហ្នឹងគឺដែកបើសិនជាមានបញ្ហាបុកបាក់ពីអីគេដឹងតែឈាមហើយ Hot đi mai. Ờ. ហើយនិយាយទៅពួកគាត់ខាងនេះគឺពួកគាត់ខ្ចីក្តារស្គីគេថតរូបទេគឺគាត់មកគាត់ថតរូបទេ Được rồi. ហើយបន្ទាប់ពីខ្ញុំជិះស្គីមកដល់ខាងក្រោមហើយគឺខ្ញុំត្រូវទៅជិះរកទៅវិញមួយជុំទៀតដើម្បីសម្រូតខ្លួនមកពីលើចុះក្រោមវិញអញ្ចឹងហើយនិយាយទៅការដែលតម្រង់ជួរនេះផងដែរគឺវាសម្រួលទៅដល់អ្នកធ្វើការ Nè, chị xin đưa món này răm này. Bài tiếp cun. Cun đây. Ê, con này nó nè. Ôi. និយាយទៅអាការជីរកនេះក៏ជាលើកទី1របស់ខ្ញុំដែរហើយជីរកនេះគឺមើលទៅគឺទេសភាពអែមខ្លាំងមែនតើដោយសារតែខ្ញុំនៅលើភ្នំហើយនៅខាងក្រោមភ្នំនោះគឺជាបឹងមួយដ៏ធំខ្លាំងមែនតើហើយនិយាយទៅគឺមកនៅក្នុងប្រទេសជប៉ុនខ្ញុំអត់ដែលបានឃើញព្រិលដែលមានកម្រាស់ក្រាស់អញ្ចឹងទេហើយជាលើកទី1របស់ខ្ញុំហើយដែលខ្ញុំបានឃើញព្រិលក្រាស់ហើយគឺខ្ញុំបានមកលេងព្រិលអញ្ចឹងមិនថាយើងត្រូវទៅចំណាយលុយអត់ច្រើនបន្តិច Mà này vặt sọt mày. Là được from the cọ. Nơi thằng khỏi dâm nó cứ chịu bọc. Còn không buồn nơi vừa cọ. Chị ông bạc côn. Ok chị đang lươn. Mà chị ski thì cầm nó có bơi YouTube hài. Chẳng ngặt cho chị cút. Bên cả trăm là dương phức. Rồi đây phong trào không cũng bắt hơi. Nó đi ai chiếc đi, đặt trên này chiếc đi té nó tay họ lúc mà bắt chiếc này. Lại như một con người hiệp trong kia. Chiếc này có mấy ski rất cao chưa? Thôi đấy. Ai được đi lạ ghê đó. និយាយទៅបន្ទាប់ពីខ្ញុំរៀបចំខ្លួនរួចរាល់ហើយគឺធ្វើដូចជាអ្នកជំនាញអញ្ចឹងសកម្មកាមេរ៉ា360អីណាថតទៅតែមានអីកាមេរ៉ានេះគឺប្លង់គឺចាប់មកគឺលយខ្លាំងមែនទែនដោយសារតែកាមេរ៉ានេះគឺវាចាប់បានគ្រប់ប្លង់អញ្ចឹងទៅគឺវាស្រួលប្រើហើយដោយសារតែខ្ញុំចូលចិត្តដែរប៉ុន្តែថតថាកាមេរ៉ាវាគោច្រើនពេកអញ្ចឹងទៅក៏ដាច់ចិត្តថាទៅនិយាយទៅអាកំឡុងពេលហ្នឹងដែរគឺប៊ីសបុកគូគេទៀតតែចាប់ប្រាំងតាន់ bây giờ tới sao nè đua ốc cút thêm rồi sao tại nè mau chi ski đi cứ phía chờ nó lại để trong chi nó cứ sao tại nè riêng chi tế hay nè đặt cái chi lươn nó cứ cái chi lại trong nó buộc nơi mà lại tiền giờ tới mưa tới cứ principal thêm một đòn cái thằng kia mình hiện chi chứ bây giờ tới cứ nơi để nhóm chi ní cứ buộc qua chi slow đợi nhóm này thế mà đua với đua bạt đây bạt chứ Ski ông là trộn cho mấy con
បន្ទាប់ពីអស់កម្លាំងហើយចូលញ៉ាំកាទៀវ bây giờ ở ngoài ski hot còn là team mi đây là ski ហើយកន្លែងដែលយើងចូលញ៉ាំហ្នឹងគឺសមុទ្រដែលគេចូលមកហ្នឹងគឺគេបញ្ចុះតម្លៃឲ្យ hot lunch nhaជិត 1000 cô là mán mán chàng bay rồi chàng bọt bay rồi vậy chứ ហើយនេះដែរគឺជាខាងចុងវីដេអូដែលយើងពេលត្រឡប់ទៅវិញហើយកំឡុងពេលដែលខ្ញុំមកហ្នឹងគឺខ្ញុំមើលអាកាសធាតុហើយថាវាមានខ្យល់ខ្លាំងនៅពេលល្ងាចអញ្ចឹងទៅក៏គេបានប្រាប់យើងដែរហើយយើងក៏ធៀបចិត្តដែរឲ្យយើងមកឲ្យលឿនតន់ព្រឹកទៅយើងបានលេងច្រើន ô đấy ហើយទៅគឺខ្យល់ចាប់បានធ្លាក់ខ្លាំងហើយព្រលចាប់បានធ្លាក់ខ្លាំងមែនតើអញ្ចឹងទៅគឺយើងធ្វើដំណើរទៅវិញហើយគេកន្លែងហ្នឹងក៏គេបិទដែរឥឡូវគឺយើងធ្វើដំណើរទៅវិញហើយអញ្ចឹង không thực có chắc không mình tên ហើយក្នុងការធ្វើដំណើររបស់យើងនេះផងដែរគឺយើងធ្វើដំណើរទៅដល់ជិះរកទៅវិញយើងអាចជិះស្គីចុះទៅវិញបានទេដោយសារតែវាមានបញ្ហា đôi trong trời hỏi rồi hỏi chị à អញ្ចឹងចាំតាមដានសកម្មភាពដែលខ្ញុំធ្វើដំណើរចុះទៅវិញទាំងអស់គ្នាអញ្ចឹងនៅខាងក្នុងវីដេអូហ្នឹងគឺខ្ញុំចង់ចែកម្លែកបងប្អូនទៅកាន់បងប្អូនថាបើសិនជាបងប្អូនមកហើយគឺបងប្អូនត្រូវតែព្យាយាមទទួលយកបទពិសោធន៍ថ្មីៗនៅក្នុងប្រទេសជប៉ុនដោយសារប្រទេសជប៉ុននេះគឺវាល្អខ្លាំងមែនទែន đi nó hơi rồi mà chị ê mày đó bên đây về rong bên đây chị à có chốt có chốt nó